មកទៀតហើយបងប្អូនអរគ្នាថ្ងៃនេះមកចែករំលែកពីវិធីធ្វើសម្លការីទាំងអស់គ្នាបងប្អូនថ្ងៃនេះដែរខ្ញុំមានមាន់ស្រែមួយក្បាលទម្ងន់ប្រហែលជា1គីឡូ7ខាំបងប្អូនយ៉ាងធំដែរហើយមាន់នោះយ៉ាងចាស់ទៀតចឹងណាចឹងខ្ញុំមិនដឹងធ្វើអីមានតែធ្វើការីចែកជូនបងប្អូនអរគ្នាទេសនាចឹងណាបងប្អូនចាហើយមាន់នេះដែរនាងខ្ញុំបានលាងសម្អាតវារួចរាល់ហើយបងប្អូនអរគ្នាទៅនាងខ្ញុំយកវាមកកាត់ជាដុំតូចៗល្មមណាបន្ទាប់មកទៀតយើងដាក់គ្រឿងការីចូលហើយយើងមានគ្រឿងបុកបន្តែឆ្អើរកាពិម្សៅស៊ុបខ្នុរប៊ីចេងស្ករសអំបិលនិងទឹកត្រីហើយយើងលាយគ្រឿងទាំងអស់នឹងបញ្ចូលគ្នាយើងច្របល់វាឲ្យសព្វរួចយើងទុកវាមួយឡែកហើយមួយទៀតបងប្អូនអរគ្នាសម្រាប់គ្រឿងការីដែរគឺនាងខ្ញុំមកកិនគ្រឿងការីនឹងបញ្ចូលគ្នាចឹងណាបងប្អូនគ្រឿងការីហ្នឹងគឺយើងទៅមកពីផ្សារមានពោតកាក់ឈើអែមកាសចានអីចឹងណាយើងលេងវាឈ្ងុយហើយមិនយើងយកវាទៅកិនអញ្ចឹងណាបងប្អូនចាហើយបន្តមកទៀតយើងចាប់ផ្ដើមរៀបចំបន្លែរបស់យើងហើយបន្លែដែលយើងសម្រាប់ដាក់ក្នុងការីហ្នឹងមានដូចជាដំឡូងជ្វាការ៉ុតហើយនឹងខ្ទឹមបារាំងអត់មានអីច្រើនទេបងប្អូនមានតែ3មុខហ្នឹងហើយបងប្អូនហើយបន្តមកទៀតគឺមានឈាមហ្នឹងបងប្អូនអាចរកទិញឈាមមាន់ក៏បានឈាមជ្រូកក៏បានអញ្ចឹងណាបងប្អូនទាំងអស់គ្នាតែនាងខ្ញុំរកឈាមមាន់អត់បានអញ្ចឹងទៅនាងខ្ញុំក៏តែឈាមជ្រូកទៅបងប្អូនចាហើយបន្ទាប់ពីយើងបានរៀបចំគ្រឿងផ្សំនិងបន្លែរួចរាល់អស់ហើយគឺយើងចាប់ផ្ដើមដាក់ឆ្នាំងឲ្យក្តៅតទៅយើងដាក់ខ្លាញ់ហើយយើងដាក់ម្ទេសឆ្អើរចូលលីងវាក្រហមឈ្ងុយល្អហើយចាំយើងដាក់គ្រឿងលីងវារហូតតតែគ្រឿងយើងឈ្ងុយបន្ទាប់មកយើងដាក់ស្ករត្នោតចូលចាហើយបន្ទាប់ពីយើងបានដាក់ស្ករត្នោតវាចូលហើយយើងលីងវាមករហូតតតែគ្រឿងនិងស្កររបស់យើងចូលគ្នាហើយស្ករត្នោតរបស់យើងនឹងឡើងជើងក្រោមណាបងប្អូនយើងចាក់សាច់នឹងចូលហើយបន្ទាប់ពីយើងចាក់សាច់នឹងចូលយើងច្របល់វាឲ្យស្អិតហើយយើងទុកវារំងាស់វាចោលឲ្យវាចេញខាងទឹកត្រីណាបងប្អូនចាឲ្យវាចេញទឹកនឹងឲ្យដាច់ទឹកនឹងសិនទៅតាមយើងមកចាប់ផ្ដើមដាក់ខ្ទិះដូងចូលអញ្ចឹងណាបងប្អូនចារួចហើយយើងក្រូវាទុកបន្លែកសិនហ្នឹងណាបងប្អូនរងចាំវាពុះបន្តិចទឹកយើងដាក់ទឹកដោះគោខាត់និយាយទៅយើងលួយទឹកដោះគោខាត់វាដើម្បីឲ្យវារៀងចាប់ជាតិដិតនិងមានរសជាតិឆ្ងាញ់នៅក្នុងសម្លនឹងអញ្ចឹងណាបងប្អូនចាបន្ទាប់ពីយើងបានដាក់ទឹកដោះគោនឹងរួចហើយគឺយើងអាចដាក់បន្លែយើងចូលបានណាបងប្អូនអរគ្នាហើយបន្លែយើងហ្នឹងយើងដាក់ទៅតាមមុខរបស់វាអញ្ចឹងណាមួយណារឹងយើងដាក់អាហ្នឹងមុនអញ្ចឹងណាវាឆាប់ផុយយើងដាក់ក្រោយអញ្ចឹងយើងដាក់ការ៉ុតមុនបន្ទាប់មកទៀត